trong sông chìm xua bằng ôn prey mật rồi bỏ cừu dưỡng khi ban từ tua sầm nùa muối tha tá dương thời thương mách ở bụng bà đái thời thương mách nơi pe để côn ban cầm pung tại miền snai há nơi không vây sặc sả miền này ta còn miền hơi phần tái ta miền một chiều bài ấy để dương trong dục quạt bộ thật lọc còi mà với oi máu kích tay bị rướng ca sặc sả riêng sôi thoáng cái này khi trong chìm chun miền đà bày đà từng ó tha sầm nùa này lỏ hơi trong lớp tất chất ở miền đà bày đà từng ó cứ prap côn môn côn miền chứng nơi pe để ở bụng đai từng ó thử đằng thà nơi pe để côn dương pin với ở bụng đai từng ó đằng thật côn dương pin vậy chứng nơi pe để môn côn dương pin với miền này thà dương chập đám phơi cả ọp rùm quát phơi cả đo đầm bồ miền đo quát môn pe để quát trâu từ đó không đầm nặng cả nữa ca để ở côn trâu từ đó đo đầm nặng cả nữa hơi chầm dương tiên quát từ lọc mặt rồi với miền này thà dương nơi đây miền mặt châu bài tại mình lõ đôi ca bằng ca thì chẳng đôi chùm ngư đá thà bà dương bằng ca cầm ỏi chứ nó sủa chiến pe để dương chứ hơi dương xoáy từ rốt cạp chia bà trong trong chun chè thấy hay chỉ một chiều bài muối chun từ miền đà bề đà tầng ó thà ti muối chập đam ti muối cứ đo nơi đầm bồ miền và thấy dương đo đầm bồ miền cao bị quạt bàn phơi tại hải mà nó đo cao đúng đo đầm bồ miền chỉ chụp hiên ti muối phần dưới prap quát đôi khi gì chẳng tha chỉ vật này ca sả lánh mà nu mà nè miền ca sả lánh chia thoa mà triệt chia ca vị vọt này thoa mà triệt thì con tay mà nu mà nèត្រូវចេះគ្រប់គ្រងនៅការវិវត្តជាធម្មជាតិនឹងឲ្យមកត្រឹមត្រូវអញ្ចឹងការដែលមានខ្ញុំចង់ជំរាបជូនថាវ័យរបស់គាត់គឺជាវ័យមួយដែលចាប់យកនៅអីការសិក្សាចាប់យកនៅអាជីពក្រោយពីមានអានឹងទើបយើងចាប់យកអីចាប់យកសេចក្តីស្នេហានោះគឺជាសេចក្តីស្នេហាមួយដែលពិតប្រាកដហើយដែលមានប្រកបដោយការវិភាគពិចារណាបានត្រឹមត្រូវនឹងជាដំបូងមានទី1មែនទេហើយជំរាបជូនគាត់អំពីផលវិបាកប្រសិនបើគាត់មានស្នេហានៅក្នុងវ័យសិក្សាមានន័យថាគាត់នឹងអាចជួបនៅផលវិបាកអីខ្លះហើយកន្លែងនេះខ្ញុំចង់ជំរាបជូនថាការសិក្សាជាច្រើននៅលើសកលលោកបានបង្ហាញថាអ្នកដែលមានស្នេហានៅក្នុងវ័យសិក្សាគឺកម្រនឹងរៀនបាននិទេសល្អបាទណាគឺត្រូវបាត់បង់គុណភាពនៃការសិក្សាទៅរៀនមិនបានគ្រប់ពេលបន្ទុកមិនល្អឡាក់អញ្ចឹងទី1ខ្ញុំចង់ជំរាបជូនថាមធ្យោបាយទី1គឺផ្ដល់ដំបូន្មានមធ្យោបាយទី1នេះតាមរយៈការសិក្សាស្រាវជ្រាវគឺមានលទ្ធផលមិនសូវជាល្អទេបាទមិនសូវជាល្អដូចជាយើងថាយើងហាមមនុស្សម្នាក់មិនឲ្យជក់បារីហាមមនុស្សម្នាក់មិនឲ្យញ៉ាំគ្រឿងស្រវឹងហាមមនុស្សម្នាក់មិនឲ្យធ្វើអ្វីមួយហ្នឹងណានៅពេលដែលគាត់ធ្វើហើយប៉ុន្តែមានលទ្ធផលជោគជ័យប៉ុន្តែគ្រាន់តែភាគរយនៃលទ្ធផលជោគជ័យមិនសូវល្អទេអញ្ចឹងបើសិនជាមេដាទាំងអស់ធ្វើការអប់រំនឹងហើយមិនជោគជ័យឈានចូលក្នុងដំណាក់កាលទី2គឺមេដាបេដាត្រូវរកអ្នកឯកទេសគេហៅឯកទេសផ្នែកការផ្ដល់ការប្រឹក្សានៅសាលាក៏ដោយនៅកន្លែងណាក៏ដោយដែលអាចមានបានតាក់ទងគាត់ដើម្បីនាំកូនយើងទៅទទួលការប្រឹក្សាពីអ្នកឯកទេសបើណាអ្នកឯកទេសគឺគេមានឯកទេសដើម្បីនឹងផ្ដល់ដំបូន្មានផ្ដល់គេផ្ដល់ជំរឿសទៅឲ្យក្មួយប្រុសក្មួយស្រីនឹងបានអញ្ចឹងអានឹងគឺជាមធ្យោបាយទី2ហើយមធ្យោបាយទី2នេះគេមើលឃើញថាតាមរយៈការស្រាវជ្រាវគេឃើញថាមានទទួលបានអត្រាជោគជ័យខ្ពស់នៅបើសិនជាទី2នេះបរាជ័យទៀតបើន័យថាយើងចូលទៅដល់ក្នុងមធ្យោបាយទី3មធ្យោបាយទី3គឺធ្វើម៉េចយើងផ្លាស់សាលារបស់គាត់មែនទេគាត់ទៅរៀនគាត់អាចមានទំនាក់ទំនងជាមួយនឹងមនុស្សណាម្នាក់បាទណាបាទដូច្នេះបើសិនជាគាត់មិនអាចកាត់ផ្ដាច់បានទេមានន័យថាគឺមធ្យោបាយទី3គឺយើងផ្លាស់ប្ដូរសាលាបាទសាលាទៅរៀនហ្នឹងធ្វើម៉េចគឺថាកុំឲ្យគាត់ជួបគ្នាហើយធ្វើម៉េចប៉ុន្តែខ្ញុំហាមដាច់ខាតគឺថាកុំប្រើមធ្យោបាយដែលហិង្សាកុំប្រើមធ្យោបាយកាត់ផ្ដាច់បើណាកុំប្រើអសោះមានន័យថាប្រើមធ្យោបាយជាវិជ្ជមានហ្នឹងចង់និយាយថាម៉េចចង់និយាយថាយើងបដូរសាលាគាត់មិនមែនដើម្បីកាត់ផ្ដាច់ពីដៃគូរបស់គាត់ទេយើងបដូរសាលាគាត់គឺដើម្បីអីគឺដើម្បី
ឲ្យគាត់ផ្ដោតទៅលើការសិក្សារៀនសូត្រសិនហើយនៅពេលដែលគាត់រៀនសូត្រចប់មានវិជ្ជាជីវៈត្រឹមត្រូវមានន័យថាការជ្រើសរើសរបស់គាត់នៅដដែលមែនទេនៅដដែលប៉ុន្តែអ្វីដែលយើងចង់ជួយគាត់គឺជួយគាត់ឲ្យមានសមត្ថភាពវិជ្ជាជីវៈមួយពិតប្រាកដបាទអញ្ចឹងខ្ញុំសូមស្នើជូនថាធ្វើម៉េចវិជ្ជមានបាទណាប្រើប្រាស់មធ្យោបាយវិជ្ជមានកុំប្រើប្រាស់ឲ្យសោះនៅមធ្យោបាយអវិជ្ជមានបាទព្រោះវ័យរបស់គាត់ហ្នឹងជាវ័យមួយដែលមិនត្រូវការរូបភាពអវិជ្ជមានទេមិនត្រូវការរូបភាពហិង្សាទេនឹងចំណុចទី3មធ្យោបាយទី3បើមធ្យោបាយទី3នៅតែបរាជ័យទៀតមានន័យថាខ្ញុំចង់ជូនមធ្យោបាយទី4ប៉ុន្តែមធ្យោបាយទី3នេះខ្ញុំឃើញថាតាមរយៈការសិក្សាស្រាវជ្រាវដែលបានបង្ហាញមានន័យថាមធ្យោបាយទី3នេះជោគជ័យខ្លាំងមានរហូតដល់លើសពី50ទៅ60%បើណា50ទៅ60%បើមធ្យោបាយទី3នេះបរាជ័យសូមឲ្យចូលទៅក្នុងមធ្យោបាយទី4មានន័យថាយើងជួបជាមួយនឹងឪពុកម្ដាយឬមេដាបេដានៃគូភាគីម្នាក់ទៀតបាទណាដើម្បីអីដើម្បីយើងជជែកគ្នាហើយឲ្យគាត់ជួយចូលរួមបាទណាជួយចូលរួមដើម្បីនឹងអប់រំនឹងធ្វើការងារជាមួយកូនគាត់ដូចយើងធ្វើការងារជាមួយកូនយើងអញ្ចឹងបាទណាបាទឲ្យគាត់ក៏ធ្វើរបៀបហ្នឹងគាត់ក៏ធ្វើរបៀបហ្នឹងជាមួយកូនគាត់យើងក៏ធ្វើរបៀបហ្នឹងជាមួយកូនយើងហើយបើសិនជាវិធីសាស្ត្រទាំងមធ្យោបាយទី4នេះគឺជាមធ្យោបាយដែលយើងរកឃើញថាការសិក្សាស្រាវជ្រាវថារកឃើញថាល្អបំផុតបាទល្អបំផុតដើម្បីនឹងជួយអ្នកដែលបានកំពុងតែមានស្នេហានៅក្នុងវ័យសិក្សាហ្នឹងអាចបកមកគិតគូរអំពីការសិក្សារៀនសូត្រប៉ុន្តែខ្ញុំសូមផ្ដាំទៀតថាលុបបំបាត់រាល់រូបភាពអវិជ្ជមានហើយខ្មែរយើងច្រើនតែយករូបភាពទី1យករូបភាពស្ដីបន្ទោសយករូបភាពប្រើអំពើហិង្សាបាទណាយករូបភាពបំបែកបំបាក់បើរូបភាពទាំង3នេះគឺថាត្រូវតែជៀសវាងឲ្យបានជាដាច់ខាតមិនជោគជ័យទេអត់មានរូបភាពណាមួយជោគជ័យទេបាទណាអញ្ចឹងខ្ញុំជូនដោយខ្លីប៉ុណ្ណឹងគឺមានមធ្យោបាយ4ហើយមធ្យោបាយហ្នឹងទាំង4ហ្នឹងគឺត្រូវចាប់ផ្ដើមពីទី1សិនបើទី1បរាជ័យចូលទៅទី2ទី2បរាជ័យចូលទៅទី3ទី3បរាជ័យចូលទៅទី4ហើយរាល់ការធ្វើរបស់យើងត្រូវតែអីខ្ញុំផ្ដាំរាល់ការធ្វើរបស់យើងទៅតាមដំណាក់កាលត្រូវតែមានការចូលរួមនិងការព្រមព្រៀងពីគាត់បាទណាគាត់ទទួលយកបាទហើយតាមរយៈការសិក្សាស្រាវជ្រាវគឺគេមើលឃើញថា4មធ្យោបាយនេះ4មធ្យោបាយដែលខ្ញុំជំរាបជូននេះមានន័យថាគឺជាមធ្យោបាយដែលអាចដោះស្រាយបញ្ហានឹងបានសូមអរគុណ